បាទសួស្តីបងប្អូនអរគ្នានេះគឺជាទស្សនវិជ្ជានៅតាមផ្លូវជាតិលេខ10ពីស្ពានខ្ពស់ទៅខេត្តកោះកុងគឺបន្ទាប់ពីម៉ោង5កន្លះមកខ្ញុំចុះថតរូបលេងនៅកន្លែងស្ពានខ្ពស់ជាងគេផ្លូវជាតិលេខ10ហ្នឹងទៅខេត្តកោះកុងអញ្ចឹងខ្ញុំបើកនេះគឺរឿងយប់ថ្ងៃរៀងលិចបាត់ទៅហើយដោយសារកាមេរ៉ាឡានយើងអាចសេរីពន្លឺវារៀងភ្លឺបន្តិចអញ្ចឹងមើលទៅព្រៃឈើនៅសងខាងរៀងស្អិបតិចដោយសារតែយប់ហើយក្នុងវីដេអូនេះខ្ញុំតម្លើងពន្លឺតិចទៅមើលឃើញបានប៉ុណ្ណឹងបាទប៉ុន្តែមិនទាន់បើកភ្លើងឡានទេហើយនេះទេសភាពនៅសងខាងផ្លូវជាតិដែលគេបានដាក់គំនុះដាក់អីហើយបាទគឺការបើកបរមានសុវត្ថិភាពល្អដោយសារផ្លូវនេះគឺអត់មានលិកលុកអីទេគាត់ថាវាពិបាករឿងឡើងចុះបន្តិចហើយគេមានស្លាកសញ្ញាចរាចរណ៍សម្រាប់ឲ្យយើងមើលថាផ្លូវនឹងបត់ឬក៏ផ្លូវនឹងឡើងឬក៏ចុះហើយនៅសងខាងផ្លូវហ្នឹងគឺសិតតែភ្នំបាទនៅសងខាងហ្នឹងគេចោះភ្នំធ្វើតែម្ដងហើយផ្លូវដែលខ្ញុំកំពុងបើកគឺនៅលើកំពូលភ្នំតែម្ដងហើយដែលបានខ្ញុំថាលើកំពូលភ្នំព្រោះយើងមើលទៅផ្នែកម្ខាងទៀតនៅខាងមុខហ្នឹងគឺជាភ្នំមួយហើយនៅចន្លោះពីភ្នំមួយខាងមុខហ្នឹងគឺជាស្ទឹងហើយបើយើងចោលផ្នែកមើលទៅក្រោមទៅគឺជ្រៅបាទនេះគឺគេមានស្លាកសញ្ញាចរាចរណ៍កន្លែងគ្រោះថ្នាក់យើងត្រូវប្រុងប្រយ័ត្នដោយសារកន្លែងហ្នឹងវាចំណោតធំនេះចំណោតខ្លាំងជាងគេក្នុងចំណោមពីស្ពានខ្ពស់មកខេត្តកោះកុងបាទនេះគេធ្វើលើកំពូលភ្នំតែម្ដងចឹងមកដល់កន្លែងនេះរៀងឡើងទីចិត្តគឺចុះបាទនេះចាប់ដើមដឹងឡើងនឹងចុះនេះមើលទៅវាមិនដឹងដែរដល់ពេលយើងបើកឡានដឹងថាតែម៉ាស៊ីនឡានតឹងឡើងហើយបាទនេះគឺកន្លែងដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺកន្លែងនេះខ្ពស់ខ្លាំងមែនតើនេះគឺគេធ្វើរបាំងហើយខាងនោះគឺកំពូលភ្នំមួយហើយកន្លែងផ្លូវដែលឡានកំពុងបើកនេះគឺជាកំពូលភ្នំមួយដែរហើយគេដាក់អក្សរ N ណាផ្លូវភេទកាច់តងអាំងបាទហើយជាចូល100ម៉ែត្រទៅក្រោមស្ទឹងហើយមកដល់កន្លែងនេះគឺមានអារម្មណ៍ថាហឹងតិចជាសម្ពាធខ្លាំងចង់ពោះកន្លែងនេះចំណោតមិនចាញ់ពីចំណោតតៃបានណាបាទនេះខ្ពស់ជាហោះហើយផ្លូវនេះវាមើល